ក្មេងខ្ញុំគ្រាន់តែមកពីធ្វើការភ្លាមដាក់ចតុលម៉ូតូខ្វាច់មកបោកគម្របកធនខ្ញុំឃើញតែពាំងត្រាំបងប្អូនហើយមានអីទៀតញ៉ាច់ហូបបាងក់ក្បាលតសើតែឆ្ងាញ់ណាកូនអើយថ្ងៃក្រោយធ្វើទៀតតិចទៀតនឹងសាបូតាពាំងធ្វើឲ្យបានច្រើនដាក់កឡោដាក់ទូតកកទៅមិនចាំទិញគេហូបទេរសជាតិឆ្ងាញ់ជាងទិញគេហូបទៀតអូយបានតែឆ្លៀតតែក្មេងតសើឲ្យទៀតនឹងដឹងតែខ្ញុំធ្វើដាច់ដៃចោលហើយបងប្អូនអើយហើយកពៅកូនខ្ញុំវិញក៏ចូលចិត្តបណ្ណយដែរសំខាន់តាពាំងនឹងបងប្អូនហើយស្រួយឆ្ងាញ់អត់ហាងទេមានរសជាតិផ្អែមទៀតណាតាពាំងនេះណាមើលមាត់កពៅទៅដឹងតែឆ្ងាញ់ចាខ្មុំយួរបងប្អូនចាឲ្យកថាឲ្យមេដៃម្ដាយទៀតនោះអូយប៉ពៅប្រឡឹងស្ទឹងមីជ័យកូនម្ដាយនិយាយពីរឿងម៉ែក្មេងខ្ញុំវិញចាកថាមិនប្រអងយូរចេញទៅធ្វើការខ្វាច់ចាទិញចប់មួយជំរះដីយ៉ាងបងប្អូនអើយកាប់ដីដាំបន្លែប្លុកហូបចុកបុកតាពីទៅផនគាត់ទៀតហើយគាត់ថាចូលខែក្តៅកូនអើយយកកុំឲ្យទុកដីសល់តាន់អញ្ចឹងយើងដាំដេញពេញប៉ោះខ្លាមកទេសខ្លាអញ្ចឹងណាពូជដាំដែរទិញណាទិញតាមអនឡាញអាលីបាបាហ្នឹងគាត់ថាចង់ទិញអីក៏មានដែរបងប្អូនអើយហើយឥឡូវនិយាយទិញបានតែពេញប៉ោះគាត់ថាដាំទៅខ្ជិលនឹងថាដល់ម៉ោងធ្វើម្ហូបធ្វើមហាគាត់ថារដ្ឋផ្សារទិញអីអញ្ចឹងណាមួយដីស្រុកចិនវាតិចផុសដាំអីក៏ល្អដែរបងប្អូនអើយបាច់ចោលដាំចោលតែដាក់ជីអីណាសំណុំសនួនអីទេគាត់ថាដុះល្អយ៉ាងណាហើយបើផ្លែវិញគាត់ថាស្រោចដើមហូបមិនអស់ទេចាស់ស្រុកចិនតែតនេនឹងគាត់ថាគ្មានឲ្យសល់ដីឲ្យតាមច្រាំងតលេច្រាំងបឹងអីហ្នឹងក៏មិនសល់ផងដាំខ្ទេចខ្ទីអស់ហើយក៏ដាំនឹងគ្មានលក់ដូរទេគ្រប់អត់ផ្ទះមានគ្រប់ដល់គ្នាត្មងហើយម៉ែក្មេងខ្ញុំនឹងជំនាញខាងដាំបើក្មេងខ្ញុំអត់ជំនាញទេជំនាញខាង52សន្លឹកសពេលតនេហ្នឹងប្រូចបាត់ហើយមានជួយកាប់ដីប្រពន្ធអីទេអូយយាយដាំក្មេងទៀតងាប់ហើយនឹងធ្វើម៉េចជំនាញខុសគ្នាអីចឹងណាតែគាត់មិនលេងធំទេបងប្អូនអើយមកសបាយរួចពីការងារគាត់ហត់អីជុំចាស់អីចឹងណាអូយលោកអើយឥឡូវយាយគាត់បានជ្រោចទឹកឯងបងប្អូនអើយចានេះឃើញបន្លែប្លុកគាត់ទិញមកបាក់កខ្លាចអត់រស់ណាអត់អីទេម៉ែអើយទឹកវាតែ3 4ថ្ងៃហ្នឹងវារស់ឡើងវិញហើយឥឡូវខ្ញុំថាដល់ម៉ោងទៅធ្វើម្ហូបឲ្យម៉ាថាឲ្យទៅធ្វើម្ហូបឲ្យកូនឯងហូបទៅទៀតហ្នឹងគាត់ត្រូវទៅធ្វើការថែម៉ោងទៀតឡូវហើយឥឡូវនឹងគាត់ថាទិញបានប៉ៅហ៊ូគេល្អបងប្អូនអើយ15គ្រាប់នេះហើយប៉ៅហ៊ូនេះបងប្អូនអើយរស់ល្វើកហ្មងណាថ្ងៃនេះខ្ញុំចង់ធ្វើស៊ុបប៉ាហ៊ឺសុខភាពបងប្អូននៅពៅកលាំងតិចដោយសារតែខ្ញុំនេះមានសភាពស្គមស្គាំងស្បើមហើយណាមួយម៉ែក្មេងខ្ញុំទិញបានផ្សិតក្រៀមនេះយកមកឲ្យខ្ញុំធ្វើស៊ុបហូបចឹងឥឡូវខ្ញុំយកវាចេញបន្តិចយកមកដើម្បីឲ្យត្រាំធ្វើស៊ុបប៉ាហ៊ឺផាន់យើងប្រាប់គាត់ថាខ្ញុំហេវខ្ញុំមិនសូវមានកលាំងទេអញ្ចឹងហើយគាត់ថាគាត់ចាំគាត់ទៅទិញផ្សិតក្រៀមแล้วគាត់ទិញបានយកមកឲ្យអីអញ្ចឹងធ្វើស៊ុបប៉ាហ៊ឺពៅសុខភាពហ្មងទៅឥឡូវឃើញរើសទាញចារើសអាណាថាខ្ញុំចូលចិត្តហូបអីចឹងណាបាទខ្ញុំយកទៅត្រាំឥឡូវឲ្យក្មេងខ្ញុំមកល្មមឲ្យគាត់ទៅជួយធ្វើប៉ាហ៊ឺខ្ញុំហ្មងទៅចាឥឡូវនេះថាណែផ្សិតក្រៀមយើងជាមួយនឹងផ្កាលឿងបធាក្រហមយើងចាគាត់ថាដាក់បានវាមកកន្លះចានយកវាត្រាំទឹកអញ្ចឹងណាត្រាំទឹកបានកន្លះម៉ោងឲ្យវារីកបានយើងអាចធ្វើស៊ុបបានចាឥឡូវគាត់ថាបទើខ្ទះដាំទឹកហើយណាមួយប៉ាហ៊ឺម៉ែប៉ាក្មេងខ្ញុំហ្នឹងក៏គាត់ធ្វើរួចរាល់ម្ដងយកមកឲ្យខ្ញុំផងដែរបងប្អូនអើយល្អស្រស់នេះឥឡូវទឹកយើងបានពុះបងប្អូនចាគាត់ថាដាក់ខ្ញីចូលបងប្អូនណាដាក់ខ្ញីហើយបានដាក់ប៉ាហ៊ឺចូលត្មងឃើញបងគាត់លក់ឃើញលក់ប៉ាហ៊ឺសុខភាពនឹងប៉ាហ៊ឺបើកម្លាំងជាកំប៉ុងឃើញក្នុង Facebook ឃើញមានលក់ដែរតែអត់ដឹងថាគេធ្វើបែបម៉េចទេតែនេះការធ្វើរបស់ខ្ញុំគឺបែបអញ្ចឹងទឹកពុះដាក់ប៉ាហ៊ឺហើយបានដាក់ផ្សិតយើងចូលត្មងមកងាស់ជាមួយគ្នាអញ្ចឹងណាព្រោះថាណាមួយប្រសិទ្ធនឹងគឺវាមានសភាពរឹងបងប្អូនអើយហើយមួយទៀតខ្ញុំដាក់ស្ករបន្តិចប៊ីចេងបន្តិចអំបិលបន្តិចជាមួយដុំស៊ុបបងប្អូនចាដុំស៊ុបរបស់យើងដើម្បីយកវាបន្ថែមរសជាតិចាឥឡូវគេថាពុះក៏ក្រូចមកងាស់វាយូរតិចបងប្អូនអើយបានមកវាចេញជាតិហើយពុំដូច្នោះទេចាផ្សិតរបស់យើងគឺងាយរិចដោយសារផ្សិតក្រៀមបងប្អូនចានេះអូយល្អមែនតើហើយឈ្ងុយណាស់បងប្អូនអើយហើយផ្សិតយើងនិងប៉ាហ៊ឺរបស់យើងងាស់ចូលជាតិរៀងមកសន្ទុះធំហើយខ្ញុំបន្ថែមជាមួយនឹងសបុកជាកម្មបន្ថែមទៀតដោយសារសបុកជាកម្មបងស្រីខ្ញុំគាត់ឲ្យពីខ្មែរមកថ្ងៃខ្ញុំងាស់ចូលគ្នាតែម្ដងចាដើម្បីយករសជាតិហើយនឹងឲ្យវាមានជាតិបើកម្លាំងរឹតតែខ្លាំងក្លាដែលថាឲ្យសុខភាពយើងមាំមួនអីចឹងណាចាថាស៊ុបប៉ាហ៊ឺរបស់យើងបងប្អូនអើយចិត្តឆ្អិនល្មមនេះចាគាត់ថានេះយើងបន្ថែមជាមួយទឹកខ្ទឹមដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ចាឥឡូវថាឆ្អិនហើយចាំការទៀតលូដាក់ចានមកនេះដឹងតែជាតិយ៉ាងណាទៅហើយក៏ជាលើកទី1សម្រាប់នាងខ្ញុំដែរដែលមកងាស់ប៉ាហ៊ឺហ្នឹងណាចាតែម៉ែក្មេងទេគាត់នឹកឃើញថាខ្ញុំហ្នឹងមិនសូវមានកម្លាំងឃើញស្គមស្គាំងអីចឹងទៅគាត់ថាឲ្យធ្វើអាហ្នឹងសាក់ហូបមើលឥឡូវធ្វើតាមគាត់មានអីរសជាតិមកអែមបងប្អូនអើយហើយនិយាយថាប៉ាហ៊ឺរបស់យើងចាស់ឡងលឿងល្អមែនតើមកងាស់វាចេញជាតិជាមួយនឹងអាប៉ាសិតអីផ្កាលឿងអីហ្នឹងហ៎អញ្ចឹងឲ្យដាក់តាមពីមួយម៉ាត់ទៅមួយម៉ាត់បងប្អូនអើយជាតិក៏ជាតិយ៉ាងណាហើយថាអាម្កាសធាតុនឹងពងតាមេឃត្រជាក់ផងឲ្យដាក់ជាមួយនឹងស៊ុបប៉ាហ៊ឺក្តៅទៀតអូយបែកញើសល្មមបងប្អូនអើយនេះជាពិសេសមួយទៀតអាផ្កាលឿងនឹងឆ្ងាញ់ខ្លាំងណាស់ស្មានតែមកងាស់ទៅធំក្លិនយិនសិនអីតែធំក្លិនបែបអញ្ចឹងយើងខ្ញុំអត់សូវចេះហូបទេអញ្ចឹងអានេះធំក្លិនបែប
ធម្មជាតិឈ្ងុយឆ្ងាញ់ហ្មងលើកមុនម៉ែក្មេងក៏ធ្លាប់មកងាស់មន់ខ្មៅឲ្យខ្ញុំហូបដែរស៊ុបមន់ខ្មៅតែក៏ធំក្លិនអាបេបយិនសិនហ្នឹងគូខ្ញុំអត់ចេះហូបមកដោមកវិញហ្មងបងប្អូនអើយតែអានេះអត់ទេឆ្ងាញ់ខ្លាំងណាស់តែលើកក្រោយសេរីធ្វើទៀតហើយឲ្យតែដឹងថារសជាតិបែបនេះគឺឆ្ងាញ់ចេះចាគេថាខ្ញុំធ្វើរហូតហ្នឹងអញ្ចឹងឲ្យបងអូនដែលអស់កម្លាំងហេវហត់លហិតលហៃអីណាអាចមកងាស់ស៊ុបមួយមុខនេះបានយកទៅហូបអូយតនេះតែមានកម្លាំងព្រឹសតែមួងចាអរគុណយ៉ាងច្រើន